សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់សេយន្តអំសាដែលចែករំលែកអំពីមេរៀនដ៏សាមញ្ញនៅក្នុងព្រះគម្ពីរសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាចំពោះការអាក់ខាននៅក្នុងការផលិតវីដេអូដើម្បីនឹងចែករំលែកជាការលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដូច្នេះហើយខ្ញុំសង្ឃឹមថាអស់លោកអ្នកបងប្អូននៅតែបានចំណាយពេលក្នុងការពិចារណាពីសេចក្តីដែលមាននៅក្នុងព្រះគម្ពីរពីសេចក្តីដែលយើងទាំងអស់គ្នាគួរតែព្យាយាមនៅក្នុងការពិចារណាហើយរៀនជាមួយនឹងគ្នានៅថ្ងៃនេះនៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកជាមួយនឹងអស់លោកអ្នកបងប្អូនទាំងអស់គ្នាពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរដែលព្រះយេស៊ូវព្រះអង្គបានបង្គាប់យើងទាំងអស់គ្នាខ្ញុំសូមចាប់ផ្ដើមជាមួយនឹងព្រះគម្ពីរម៉ាថាយជំពូកទី7ខ13 14ដែលព្រះគម្ពីរចែងថាចូលតាមទ្វារចង្អៀតត្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាសនោះធំហើយទូលាយផងក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះតែឯទ្វារដែលនាំទៅឯជីវិតនោះតូចហើយចង្អៀតវិញក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញនៅពេលណាដែលយើងទាំងអស់គ្នាអានព្រះគម្ពីរហើយមកដល់ចំណុចនេះតើអស់លោកអ្នកបងប្អូនដែលពិចារណាថាតើអ្វីទៅជាទ្វារដែលធំហើយទូលាយហើយអ្វីទៅជាទ្វារដែលចង្អៀតយើងអាចប្រៀបធៀបរវាងទ្វារដែលធំហើយទូលាយនោះទៅនឹងការរស់នៅរបស់មនុស្សដែលមិនជឿទៅនឹងការរស់នៅរបស់មនុស្សភាគច្រើននៅជុំវិញពិភពលោកប៉ុន្តែយើងទាំងអស់គ្នាមិនដែលបានប្រៀបធៀបឬក៏ពិចារណាអំពីរបៀបនៃការប្រព្រឹត្តរបៀបនៃការថ្វាយបង្គំព្រះដែលយើងទាំងអស់គ្នាកំពុងតែប្រតិបត្តិសប្តាហ៍ថ្ងៃនេះដែលយើងតែងតែហៅខ្លួនឯងថាជាគ្រីស្ទានមានពេលជាច្រើនបងប្អូនមួយចំនួនគាត់តែងតែគិតថាមិនខ្វល់ថាយើងធ្វើអ្វីដែលត្រូវនឹងព្រះគម្ពីរឬក៏មិនត្រូវទេឲ្យតែភាគច្រើនពួកអ្នកដែលជឿព្រះយេស៊ូវគេធ្វើមើលទៅដូចជាអសប្បាយហើយមើលទៅដូចជារីករាយនោះយើងធ្វើទៅអត់ខុសទេនៅពេលដែលមនុស្សជាច្រើនគេជ្រើសរើសនៅក្នុងការថ្វាយបង្គំព្រះតាមរបៀបណាមួយដែលមិនមានចែងនៅក្នុងព្រះគម្ពីរហើយយើងទាំងអស់គ្នាគិតថាមិនអីទេធ្វើដូចតែគេទៅគេធ្វើយ៉ាងម៉េចបានយើងធ្វើអញ្ចឹងដែរទៅនោះឯងគឺជាផ្លូវដែលធំហើយទូលាយដែលនាំទៅរកសេចក្តីហិនវិនាសនៅពេលណាដែលយើងមិនបានពិចារណាពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរថាតើការថ្វាយបង្គំរបស់យើងជាអ្វីដែលព្រះសប្បុរសតីដែរទេយើងមិនបានពិចារណាថារបៀបនៃការរស់នៅរបស់យើងជាអ្វីដែលស្របនឹងព្រះハរតីព្រះជាអ្វីដែលត្រូវនឹងព្រះគម្ពីរដែរទេយើងចេះតែធ្វើដល់ព្រោះតែយើងឃើញមនុស្សជាច្រើនធ្វើយើងធ្វើទាំងដែលយើងមិនយល់យើងប្រារព្ធនៅកម្មវិធីមួយចំនួនទាំងដែលយើងមិនមានឃើញចែងនៅក្នុងព្រះគម្ពីរបងប្អូនហើយការទាំងអស់នេះគឺជាអ្វីមួយដែលយើងទាំងអស់គ្នាមិនសូវបានយកចិត្តទុកដាក់ហើយយើងគួរតែបានយកចិត្តទុកដាក់ពីព្រោះសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរគឺមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នាសម្រាប់កែតម្រង់សម្រាប់ប្រដៅតម្រង់សម្រាប់ជួយឲ្យអ្នកដែលជាមនុស្សសំណប់របស់ព្រះបានគ្រប់លក្ខប្រសិនបើយើងមិនបានពិចារណាពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរទេពួកយើងកំពុងតែដើរនៅក្នុងផ្លូវដែលធំហើយទូលាយដែលនាំទៅរកសេចក្តីហិនវិនាសទាំងដែលយើងមិនបានដឹងខ្លួនទាំងដែលយើងកំពុងតែគិតថាអ្វីដែលយើងធ្វើនោះគឺត្រឹមត្រូវហេតុផលដែលព្រោះតែយើងមិនបានប្រៀបធៀបការប្រព្រឹត្តការរស់នៅការប្រតិបត្តិការថ្វាយបង្គំរបស់យើងទៅនឹងព្រះគម្ពីរយើងចូលចិត្តធ្វើអ្វីដែលជាទម្លាប់ហើយនៅក្នុងបទគម្ពីរដែលស្រដៀងគ្នានេះដែរនៅក្នុងគម្ពីរលូកាជំពូកទី13ខ24ព្រះគម្ពីរបានចែងថាចូលខំប្រឹងយ៉ាងអស់ពីចិត្តឲ្យបានចូលទៅតាមទ្វារចង្អៀតត្បិតខ្ញុំប្រាប់អ្នករាល់គ្នាថានឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរតែចូលមិនបានទេហេតុអ្វីបានជាព្រះគម្ពីរបានប្រាប់ថាចូលខំប្រឹងអស់ពីចិត្តមិនមែនយើងគ្រាន់តែធ្វើអ្វីតាមដែលមនុស្សភាគច្រើនគេធ្វើយើងគិតថាត្រឹមត្រូវមិនមែនមានន័យថាឲ្យតែមនុស្សណាដែលយើងគោរពគេធ្វើអ្វីមួយ
យើងសុទ្ធតែអាចធ្វើទៅគឺត្រឹមត្រូវទេប្រសិនបើយើងអត់បានខំប្រឹងដោយអស់ពីចិត្តទេប្រសិនបើយើងអត់បានព្យាយាមដោយអស់ពីចិត្តទេនៅក្នុងការពិចារណាពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរនៅក្នុងការពិចារណាពីរបៀបនៃការរស់នៅរបស់យើងទាំងអស់គ្នាបងប្អូនហើយយើងអាចនឹងមិនបានកំពុងតែដើរនៅក្នុងផ្លូវដែលតូចហើយចង្អៀតទេគឺយើងកំពុងតែដើរនៅក្នុងផ្លូវដែលធំហើយទូលាយដោយព្រោះតែព្រះគម្ពីរចែងថាមានមនុស្សជាច្រើនខំប្រឹងរកចូលដែរតែចូលមិនបានទេខ្ញុំសង្ឃឹមថាអស់លោកអ្នកបងប្អូនកំពុងតែព្យាយាមដើរខំប្រឹងដោយអស់ពីចិត្តនៅក្នុងការដើរតាមផ្លូវដែលតូចហើយចង្អៀតដែលនាំទៅរកឯជីវិតនោះវិញ